មនុស្សស្រីបើស្រឡាញ់មនុស្សប្រុសពិតនាងនឹងធ្វើ6ចំណុចនេះទី1មិនឲ្យលេខទូរស័ព្ទឬឲ្យ account Facebook ទៅបរិសុទ្ធផ្សេងជាដាច់ខាតមនុស្សស្រីដែលស្រឡាញ់អ្នកពិតប្រសិនបើមានមនុស្សប្រុសណាចង់តាក់ទងនាងមើលទៅចង់ញ៉ានាងសូម account Facebook នេះនាងនឹងបដិសេធនាងស្រឡាញ់អ្នកតែម្នាក់ពុតនាងហ៊ានប្រាប់មនុស្សប្រុសនោះថានាងមានគូឬមានសង្សាររួចទាំងហើយទី2មនុស្សស្រីដែលស្រឡាញ់អ្នកពិតនាងនឹងមិនខ្លាចអ្នកដទៃដឹងថានាងត្រូវជាអ្វីនឹងអ្នកនាងនឹងបើកចំហឲ្យមនុស្សជុំវិញខ្លួននាងដឹងថាអ្នកគឺជាមនុស្សតែម្នាក់ពុតដែលនាងស្រឡាញ់ខ្លាំងបំផុតចំណុចទី3មនុស្សស្រីដែលស្រឡាញ់អ្នកពិតគឺតែងតែគាំទ្រនិងលើកទឹកចិត្តអ្នកជានិច្ចធម្មតាមនុស្សស្រីតែងតែត្រូវការយល់ចិត្តការលើកទឹកចិត្តពីមនុស្សប្រុសដែលខ្លួនស្រឡាញ់មនុស្សប្រុសក៏ដូចគ្នាដែរគាត់ត្រូវការលើកទឹកចិត្តពីមនុស្សស្រីដែលគាត់ស្រឡាញ់ដូចគ្នាទី4មនុស្សស្រីដែលស្រឡាញ់អ្នកពិតគឺនាងនឹងខ្លាចបាត់បង់អ្នកណាស់បើមនុស្សស្រីដែលនៅជាមួយអ្នកសពថ្ងៃគេធ្វើទង្វើមើលទៅមិនខ្លាចបាត់បង់អ្នកទេនោះមានន័យថាគេក៏មិនបានស្រឡាញ់អ្នកពិតដែរមានន័យថាគេកំពុងដល់ក្តីស្រឡាញ់ខ្លាំងខ្លាយឲ្យអ្នកមនុស្សប្រុសអ្នកត្រូវចាំថារបស់អ្វីក៏ដោយដែលមនុស្សស្រីស្រឡាញ់គឺនាងតែងតែវូហែងតែងតែការពារតែងតែមើលថែមិនចង់ឲ្យបាត់បង់ទេមនុស្សប្រុសដែលនាងស្រឡាញ់ក៏អញ្ចឹងដែរបើសិនជានាងស្រឡាញ់ហើយគឺនាងតែងតែវូហែងបារម្ភការពារពីភូមិខ្លាចបាត់បង់មនុស្សដែលនាងស្រឡាញ់ទី5មនុស្សស្រីដែលស្រឡាញ់អ្នកពិតគឺនាងគោរពនិងផ្ដល់តម្លៃឲ្យអ្នកនាងនឹងមិនប្រើពាក្យសម្ដីណាដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទោះបីជាអ្នកផ្សេងគេថាអ្នកជាមនុស្សដែលអន់ក៏ដោយក៏មនុស្សស្រីដែលស្រឡាញ់អ្នកមិនគិតដូច្នោះដែរទោះបីអ្នកជាមនុស្សប្រុសដែលមិនអពុបយ៉ាងក៏ដោយសម្រាប់មនុស្សស្រីដែលគេស្រឡាញ់អ្នកពិតនាងតែងតែគោរពនិងផ្ដល់តម្លៃឲ្យអ្នកជានិច្ចចំណុចទី6មនុស្សស្រីដែលស្រឡាញ់អ្នកគឺនាងចូលចិត្តការតាក់ទងទៅរកអ្នកណាស់មនុស្សប្រុសពុំមានអារម្មណ៍ថាមនុស្សស្រីគួរឲ្យរំខានអីពេលដែលគេឆាតទៅពេលដែលគេទៅរកមានន័យថាគេបារម្ភគេស្រឡាញ់យើងហើយបានជាគេខលទៅសួរសុខទុក្ខយើងបើនាងមិនស្រឡាញ់មិនបារម្ភពីអ្នកក៏នាងមិនឆានមិនខលទៅសួរអ្នកដែរដូច្នេះមនុស្សប្រុសបើមនុស្សស្រីណាធ្វើ6ចំណុចនេះដាក់អ្នកក៏គួរតែរក្សានាងឲ្យបានល្អពីព្រោះនាងជាមនុស្សស្រីដែលស្រឡាញ់អ្នកពិតហើយកម្រមានមនុស្សស្រីដាក់នេះចូលមកក្នុងជីវិតរបស់អ្នកណា